សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺយើងមកស្វែងយល់អំពីជំងឺសើស្បែកមួយចំនួនដែលកើតឡើងទៅលើក្មេងទូចៗយើងតែងតែរំពឹងថាស្បែកកូនក្មេងជាស្បែកដ៏ផូរផង់រលោងមកប៉ុន្តែជាញឹកញាប់ក្មេងៗងាយប្រឈមទៅនឹងបញ្ហាស្បែកដូចជាមនុស្សធំដែរដោយសារតែស្បែកគឺជាសរីរាង្គដែលប្រឈមផ្ទាល់ជាមួយនឹងជំងឺស្បែកមួយចំនួនធំដែលកើតឡើងទៅលើកូនក្មេងតូចៗតែស្រួចស្រាវហើយជារឿយៗអាចជាសះស្បើយទៅដោយខ្លួនឯងមិនបន្សល់ទុកនៅស្លាកស្នាមអ្វីទាំងអស់អញ្ចឹងនៅក្នុងថ្ងៃនេះគឺយើងយកពីបញ្ហាជំងឺសះស្បែកចំនួន7ដែលច្រើនកើតទៅលើកូនក្មេងតូចៗអញ្ចឹងតាមដានមើលវីដេអូនេះទាំងអស់នេះទី1គឺជាជំងឺស្បែកដែលមានឈ្មោះថា molluscum contagiosum ដែលបង្កឡើងដោយពពួក pox virus ហើយជាសង្កេតឃើញកើតនៅលើកូនក្មេងដែលគាត់មានអាយុក្រោម10ឆ្នាំរស់នៅតំបន់អាកាសធាតុក្តៅហើយឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ឬដោយប្រយោលតាមរយៈការប្រើប្រាស់សម្ភារៈរួមជាដើមជាកន្ទួលរឹងដែលមានចំណុចផតនៅកណ្ដាលពណ៌ដូចស្បែកឬក៏ក្រហមផាឈូកហើយការព្យាបាលនេះគឺដោយត្រូវតាមបច្ចេកទេសពេទ្យដែលមានប្រសិទ្ធភាពដើម្បីកាត់បន្ថយការចម្លងឬក៏ការរីករាលដាលនៃជំងឺនេះទី2 Pityriasis alba ភាគច្រើនគឺកើតទៅលើកូនក្មេងទូចៗដែលគាត់មានជំងឺ atopic dermatitis ស្ដែងចេញជាបន្ទះសជាមួយកំអស្ដើងភាគច្រើនសង្កេតឃើញនៅលើមុខនិងពិសេសគឺនៅលើថ្ពាល់ជំងឺនេះអាចជាដោយមិនបាច់ការព្យាបាលឬជិះវាំងបានដោយសារតែថាកម្ដៅថ្ងៃបើករណីធ្ងន់អ្នកគួរតែប្រើប្រាស់ moisturizer cream ឬក៏ topical steroid ដែលអាចជួយសម្រាលនៅរោគសញ្ញានេះបាទទី3 toxic erythema of the newborn ស្ថានភាពនេះគឺភាគច្រើនកើតឡើងទៅលើកូនក្មេងដែលកើតមកអត់គ្រប់ខែឬមានទម្ងន់តិចជាង2500 ក្រាមស្ដែងឡើងជាកន្ទួលក្រហមអាចលាយឡំជាមួយនឹងកន្ទួលផ្ទុះពណ៌លឿងនៅនឹងមុខឬក៏ដងខ្លួនឬក៏នៅដៃជើងលើកលែងតែបាត់ជើងតែប៉ុណ្ណោះជំងឺនេះកើតឡើងដោយសារតែមូលហេតុមិនច្បាស់លាស់ហើយកើតនៅថ្ងៃទី2នៃថ្ងៃចាប់កំណើតនិងបាត់ទៅវិញបន្ទាប់ពី1ទៅ4សប្តាហ៍ Milera កន្ទួលពងទឹកតូចថ្លាឬក្រហមលាយជាមួយទៅនឹងខ្ទុះដែលបណ្ដាលមកពីសីតុណ្ហភាពក្តៅដែលនាំឲ្យកកស្ទះនៅរត់ញើសករណីនេះគេសង្កេតឃើញនៅលើថ្ងាសកខ្លួននិងកន្លែងណាដែលហក់ដូចជាកលៀនឬក៏ពេលគូតជាដើមស្ថានភាពនេះអាចបាត់ទៅវិញដោយសារតែស្លៀកសម្លៀកបំពាក់ត្រជាក់និងកាត់បន្ថយសីតុណ្ហភាពកន្លែងដែលរស់នៅឲ្យត្រជាក់ល្មមទី5 Milium Pleuramira កន្ទួលតូចពណ៌សរឹងនៅលើមុខដៃជើងដងខ្លួនប្រដាប់ភេទនិងនៅក្នុងមាត់អាចមាននៅលើស្បែកកូនក្មេងដែលទើបនឹងកើតហើយនឹងបាត់ទៅវិញដោយឯងករណីខ្លះត្រូវឆ្កឹះយកចេញដោយបច្ចេកទេសគ្រូពេទ្យទី6 Sebaceous hyperplasia ការរីកត្រដែតនៃក្រពេញខ្លាញ់នៅលើច្រមុះថ្ពាល់ពុកមាត់និងថ្ងាសគេសង្កេតឃើញច្រើននៅលើក្មេងដែលកើតគ្រប់ខែកើតដោយសារតែឥទ្ធិពលអរម៉ូនអូដ្រូសែនពីម្ដាយស្ថានភាពនេះវានឹងបាត់ទៅវិញដោយឯងទី7 Weakneck gaseosa កំអែលខ្លាញ់ស្អិតពណ៌សឬក៏ពណ៌ប្រផេះអាចមាននៅលើស្បែកកូនក្មេងដែលទើបតែនឹងកើតដែលវាមាននីតិចូលរួមការពារទារកប្រឈមទៅនឹងបរិស្ថានជុំវិញស្ថានភាពស្បែកនេះនឹងវិលត្រឡប់មកធម្មតាវិញដោយឯងប្រសិនបើលោកអ្នកកំពុងតែមានកូនឬកុមារតូចៗដែលមានបញ្ហាស្បែកសូមអញ្ជើញមកពិគ្រោះជាមួយទៅនឹងគ្រូពេទ្យជំនាញសើស្បែកដែលនៅជិតលោកអ្នកបំផុតហើយប្រសិនបើអ្នកទាំងអស់គ្នាគិតថាវីដេអូនេះមានតម្លៃល្អសម្រាប់អ្នកទាំងអស់គ្នាសូមចែកម្លែកវីដេអូនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នា
នៅពេលនេះខ្ញុំសូមអរគុណសូមជម្រាបលា